ចាស់សួស្តីបងប្អូនពុកម៉ែជាទីគោរពនិងជាទីស្រឡាញ់របស់ខ្ញុំទាំងអស់គ្នាចា៎សូមជម្រាបសួរចា៎ថ្ងៃនេះចាខ្ញុំមានប្រធានបទមួយឲ្យបងប្អូនពុកម៉ែជាទីគោរពនិងជាទីស្រឡាញ់របស់ខ្ញុំទាំងអស់គ្នាចា៎គិតឲ្យពិចារណាចា៎ខ្ញុំសង្កេតឃើញថាបងប្អូនយើងនៅក្នុងសង្គម Facebook សប្តាហ៍ថ្ងៃនេះចា៎ណាគឺហ៊ានវាយតែអាខាងលិចប៉ុន្តែអត់ដែលហ៊ានវាយអាខាងកើតទេបងប្អូនណាខ្ញុំតែងតែជម្រាបជូនចាស់ពាក្យដដែលចាស់ណាសប្តាហ៍ថ្ងៃនេះនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជារបស់យើងចាស់ថាតើទាំងអាខាងកើតទាំងអាខាងលិចទេតើប្រទេសណាមួយដែលយើងគ្រោះថ្នាក់ខ្លាំងជាងគេតើប្រទេសណាមួយដែលឈ្លានពានទឹកដីរបស់យើងខ្លាំងជាងគេបងប្អូនចាស់ណាគិតឲ្យពិចារណាទាំងអស់គ្នាចាស់ណាបងប្អូនមើលទៅចាស់អាខាងកើតនេះបានធ្វើអ្វីខ្លះហើយនឹងបញ្ចូលអ្វីខ្លះមកលើទឹកដីព្រះរាជាណាចក្រកម្ពុជារបស់យើងចា៎គិតតាមវគ្គតាមស្នាបងប្អូនស្តបយួន25ខេត្តក្រុងរាជធានីចា៎បងវាមានឈ្នះរបស់យួនពីរទៀតបងប្អូនចា៎សត្វតាជាកត្តាគ្រោះថ្នាក់ដង្ហានិភ័យសម្រាប់ប្រទេសជាតិទឹកដីនិងប្រជាពលរដ្ឋរបស់យើងទាំងអស់បងប្អូនគិតថាពិចារណាណាហើយបងប្អូនសង្កេតមើលចា៎អាខាងកើតនេះចាយួនសកៃដូងនេះបានបង្ហូរពូជសាសន៍របស់វារាប់លានអ្នកចាដែលមានហ៊ុនសែនហ៊ុនម៉ាណែតនេះជាកញ្ចាស់និងអាយ៉ងរបស់វាដាច់ថ្លៃចាណាការពារសិទ្ធិសេរីភាពយួនដែលទុំក្បាលនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជារបស់យើងនេះឲ្យពួកយួនទាំងអស់នេះរស់មានសិទ្ធិសេរីភាពដោយខ្មែរយើងជាម្ចាស់ប្រទេសសពថ្ងៃនេះវាមានសិទ្ធិសេរីភាពខ្លាំងជាងយើងជាម្ចាស់ប្រទេសទៀតបងប្អូនគិតឲ្យពិចារណាទាំងអស់គ្នាចា៎ណាចា៎នេះគឺជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំចា៎ដោយខ្ញុំជាកូនខ្មែរមួយរូបតែស្រឡាញ់ទឹកដីប្រទេសជាតិនិងប្រជាពលរដ្ឋចា៎ស្រឡាញ់ស្មើគ្នាទាំងអស់បងប្អូនស្មើដល់អាយុជីវិតខ្ញុំចា៎ណាហើយបងប្អូនគិតចា៎ពីគម្រោងដែលពួកវាបង្កើតចា៎បញ្ចូល5ខែរបស់យើងគម្រោង CLV នេះណាហើយវាបានបង្ហូរពូជសាសន៍យួនអាខាងកើតនេះចូលទៅក្នុងចាតម្រង់ CLV នេះហើយសប្តាហ៍ថ្ងៃនេះយួនដែលចូលមកលើទឹកដីព្រះរាជាណាចក្រកម្ពុជារបស់យើងចាប់4-5ខេត្តនេះតើពួកគេត្រឡប់ទៅប្រទេសយួនរបស់គេវិញទេបងប្អូនសប្តាហ៍ថ្ងៃនេះណាបងប្អូនជ្រាបឲ្យច្បាស់ក្បាលយួនតែមករស់នៅលើទឹកដីខ្មែររបស់យើងអត់មានយួនណាទៅប្រទេសយួនវាវិញទេអត់ទេចា៎ការពារទៅដោយរដ្ឋាភិបាលកម្ពុជានេះចា៎គឺរដ្ឋាភិបាលខុសច្បាប់តាំងពីហ៊ុនសែនតដល់ហ៊ុនម៉ាណែតនេះគឺវាបានការពារសិទ្ធិសេរីភាពឲ្យយួនមួយទំហឹងតែម្ដងបងប្អូនណាចា៎បងប្អូនក្នុងមួយឆ្នាំយួនវាកើតកូនកើតចៅណាដំណើរទៅថ្ងៃមុខបើសិនជារបបនេះមិនងាយផ្លាស់ប្ដូរបានយើងគ្រោះថ្នាក់ហើយព្រោះសប្តាហ៍ថ្ងៃនេះប្រជាជនយួនរស់នៅលើទឹកដីខ្មែររបស់យើងចង់ច្រើនជាខ្មែរយើងជាម្ចាស់ប្រទេសទៀតសប្តាហ៍ថ្ងៃនេះបងប្អូនណាគិតឲ្យពិចារណាទាំងអស់គ្នាចា៎ពីចំណុចដ៏គ្រោះថ្នាក់នេះហើយបងប្អូនត្រូវចងចាំថាយួននេះគឺជាសត្វក្រពើចា៎យួននេះគឺជាមហាមិត្តចៅយួននេះគឺជាចា៎ពូជដែលមានមហិច្ឆតាយ៉ាងខ្លាំងបងប្អូនចា៎នៅកម្ពុជាក្រោមរបស់យើងសប្តាហ៍ថ្ងៃនេះប្រជាពលរដ្ឋខ្មែររបស់យើងរស់ក្រោមអាណានិគមរបស់យួននេះថាតើពួកគាត់ឈឺចុកចាប់ប៉ុណ្ណាខ្មែរកម្ពុជាក្រោមរបស់យើងសប្តាហ៍ថ្ងៃនេះត្រូវយួនវាស់ដីឲ្យដាត្រូវយួនធ្វើបាបតាមទំនើងចិត្តចាមិត្តដៃថែបអាខាងកើតរបស់អាខ្វាក់នេះវាធ្វើបាបខ្មែរយើងខ្លាំងណាស់ជាពិសេសគឺបងប្អូនខ្មែរកម្ពុជាក្រោមរបស់យើងរស់នៅអត់មានសិទ្ធិសេរីភាពរស់នៅស្ទើរតែងាកខ្លួនមិនរួចបងប្អូនចាវាធ្វើទុកបុកម្នេញគ្រប់ពេលវេលាទាំងអស់សប្តាហ៍ថ្ងៃនេះចាហើយយើងជាខ្មែរកម្ពុជាកដាលនេះឈាមជ័រតែយើងឈាមជ័រយើងតែមួយនេះបងប្អូនចាខ្មែរលើខ្មែរកដាលខ្មែរក្រោមពូជសាសន៍យើងតែមួយនេះតើយើងអាណិតអាសូរពូជសាសន៍យើងទេសប្តាហ៍ថ្ងៃនេះបងប្អូន
យើងត្រូវចងចាំថាខ្មែរកម្ពុជាក្រោមខ្មែរកម្ពុជាកណ្ដាលខ្មែរកម្ពុជាលើគឺជាឈាមខ្មែររបស់យើងតែមួយណាដូច្នេះគំនិតរួបរวมសាមគ្គីយើងកុំឲ្យរើសអើងគ្នាណាយើងត្រូវចងចាំថាសុទ្ធតែពូជសាសឈាមជ័ររបស់យើងតែមួយពូជពងរបស់យើងតែមួយខ្មែរតែមួយណាបងប្អូនពួកគាត់ឈឺចុកចាប់យើងក៏ត្រូវឈឺចុកចាប់ដោយពួកគាត់ដែរក្នុងនាមយើងជាមនុស្សជាតិដូចគ្នាពូជសាសតែមួយបងប្អូនណាបងប្អូនត្រូវគិតហើយសពថ្ងៃនេះពូជសាសអាខាងកើតនេះវាបានធ្វើបាបប្រជាពលរដ្ឋខ្មែរយើងណាមិនថាកម្ពុជាក្រោមមិនថាកម្ពុជាកណ្ដាលទេវាវល់ខ្វះដោយអាចឃ្លានហើយសពថ្ងៃនេះចា៎កម្ពុជាកណ្ដាលនេះវាមានក្បាលអាខ្វាក់ហ៊ុនសែនក្បាលអាហ៊ុនម៉ាណែតដែលជាកូនយួនស្កៃដូងចា៎ការពារសិទ្ធិសេរីភាពឲ្យយួនធ្វើអ្វីតាមទំនឹងចិត្តហើយខ្មែរយើងជាម្ចាស់ប្រទេសសពថ្ងៃនេះរស់អត់មានសិទ្ធិសេរីភាពចា៎ណាវាចាត់ទុកយើងដូចជាឆ្កែជាឆ្មាចឹងសពថ្ងៃនេះអាក្បាលអាខ្វាក់ហ៊ុនសែននេះវាយកអាយុជីវិតប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេសធ្វើជាកញ្ចះនិងទាសកោដាច់ថ្លៃរបស់វាគ្រប់បែបគ្រប់យ៉ាងទាំងអស់បងប្អូនគ្រោះថ្នាក់ណាស់គ្រោះថ្នាក់គ្រប់បែបយ៉ាងទាំងអស់ចាអាខាងកើតវាមិនត្រឹមតែឈ្លានពានទឹកដីរបស់យើងទេវាបង្ហូរពូជសាសន៍របស់វាចូលថែមទាំងក្បាលអនាយករដ្ឋមន្ត្រីតតឹងទឹះទាំងឪទាំងកូននេះចេះតែបន្តបញ្ចូលសញ្ជាតិឲ្យវាមានសិទ្ធិរស់នៅដូចជាខ្មែរយើងម្ចាស់ប្រទេសចាវាចូលមករត់លៀននេះវាកាត់កងកាត់ចៅបងប្អូនតទៅអំណរទៅថ្ងៃមុខបើសិនជាមានរឿងនៅតែបែបហ្នឹងចាស់កែប្រែមិនឡើងនៅតែមានថ្នាក់ដឹកនាំក្បត់ជាតិអាយ៉ងយួននេះទៅយួននឹងរស់នៅច្រើនជាងប្រជាពលរដ្ឋខ្មែរយើងជាម្ចាស់ប្រទេសហើយណាបងប្អូនណាគិតឲ្យបានច្បាស់ទាំងអស់គ្នាពីចំណុចគ្រោះថ្នាក់និងហានិភ័យនេះសម្រាប់ប្រទេសជាតិទឹកដីនិងប្រជាពលរដ្ឋរបស់យើងសពថ្ងៃនេះយើងឃើញហើយចា៎សពថ្ងៃនេះថាយួនមានអំណាចយួនមានអំនួតយ៉ាងណានៅលើទឹកដីរបស់យើងបងប្អូនពេលដែលខ្មែរមានចំនួនជាមួយយួនថាតើខ្មែរមានអ្នកណាកាន់ជើងទេអត់ទេមានតែក្បាលអាខ្វាក់ហ៊ុនសែនទេចាវាឲ្យខ្មែរយើងចាញ់យួនរហូតព្រោះវាជាកាជះយួនវាធ្វើអ្វីតាមបញ្ជារបស់យួនសពថ្ងៃនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងត្រូវយួនដឹកចំោះដឹកក្បាលហើយអាក្បាលអាខ្វាក់អាហ៊ុនម៉ាណែតបងប្អូនយើងត្រូវមានស្មារតីជាតិនិយមគ្រប់គ្នាឈប់អាត្មានិយមចាស់ទឹកដីរបស់យើងប្រទេសជាតិរបស់យើងត្រូវរួមគ្នាការពារបីបាច់ថែរក្សាបើសិនជាយើងអត់ថែរក្សាបើសិនជាយើងមានគំនិតអាត្មានិយមចាស់យើងខ្លាចស្លាប់ពិតប្រកបណាស់យើងនឹងស្លាប់ដោយបំណងហើយស្លាប់ដោយសារតែគេជួនក្បាលនឹងគៀបសង្កត់សិទ្ធិសេរីភាពរបស់យើងសពថ្ងៃនេះខ្មែរកម្ពុជាកណ្ដាលរបស់យើងអាខ្វាក់វារៀបចំវាស់ដីឲ្យប្រជាពលរដ្ឋខ្មែរយើងជាម្ចាស់ប្រទេសដើរហើយសពថ្ងៃនេះចំណែកក្បាលយួនវាបើកសិទ្ធិសេរីភាពឲ្យយួនធ្វើអ្វីតាមចិត្តណាបងប្អូនណាចាចំណុចនេះគ្រោះថ្នាក់ណាស់ក្បាលយួនចូលលើទឹកដីរបស់យើងកាន់តែច្រើនខ្មែរយើងកាន់តែគ្រោះថ្នាក់វាដណ្ដើមការងារយើងគ្រប់បែបគ្រប់យ៉ាងទាំងអស់ចំណែកយើងជាម្ចាស់ប្រទេសយើងអត់មានការងារធ្វើចាយើងជាម្ចាស់ប្រទេសយើងចំណាក់ស្រុកគ្រប់ប្រទេសទាំងអស់ចំណែកក្បាលយួននេះចាត្រូវបានការពារដោយអនាយករដ្ឋមន្ត្រីទាំងឲ្យទាំងកូននេះបងប្អូនណានេះជាគំនិតដាស់តឿនរបស់ខ្ញុំចំពោះបងប្អូនទូទៅខ្មែរយើងទូទាំងប្រទេសសូមឲ្យបងប្អូនទាំងអស់មានគំនិតជាតិនិយមគ្រប់គ្នាហើយឈប់ខ្លាចស្លាប់អត់មានដដែលមានជីវិតអមតៈទេសូមបីតែអាខ្វាក់សពថ្ងៃនេះក៏វាចិត្តងាប់ដែរណាបងប្អូនគិតឲ្យច្បាស់ណាចាដូច្នេះឈប់ខ្លាចស្លាប់ទៅណាអ្វីដែលយើងគួរខ្លាចគឺទឹកដីយើងសពថ្ងៃនេះប្រទេសជាតិរបស់យើងណាដែលអតកូលហ៊ុននេះវាបើកដៃឲ្យបរទេសចាឆ្លៀនពៀនបានតាមចិត្តនេះវាលក់ទឹកលក់ដីរបស់យើងឲ្យទៅប្រទេសជិតខាងហើយចំណែកបញ្ហាអាខាងលិចមិនសូវគ្រោះថ្នាក់យ៉ាងខ្លាំងដោយអាខាងកើតទេព្រោះអាខាងលិចនេះឆ្លៀនពៀនទឹកដីរបស់យើងមិនបានច្រើនដោយអាខាងកើតទេហើយអាខាងលិចនេះវាមិនដែលបង្ហូរពូជសាសន៍វាចាបញ្ចូលសញ្ជាតិខ្មែរទៅបងប្អូនមានតែក្បាលយួនទេតែវាបង្ហូរពូជសាសន៍របស់វាចូលលើទឹកដីរបស់យើងណាចាហើយវាទៀមទីឲ្យអាខ្វាក់ថោកទៀតវាបញ្ចូលសញ្ជាតិឲ្យពូជសាសន៍របស់វាឲ្យការពារសិទ្ធិសេរីភាពប្រជាជនយួនរបស់វាគ្រប់បែបគ្រប់យ៉ាងទាំងអស់សត្វតែជាកត្តាគ្រោះថ្នាក់ដង្ហារទៅភ័យចំណៃអាខាងលិចនេះវាអត់ដែលបញ្ចូលពូជសាសន៍របស់វាឲ្យមកទៀមទាចាអត្តសញ្ញាណខ្មែរយើងទៅចាអត់ទេណាដូច្នេះពីចំណុចរវាងអាខាងកើតនិងអាខាងលិចនេះចាអាខាងលិចនេះគ្រោះថ្នាក់ត្រឹម 20% ទេបងប្អូន
ចំណែកអាខាងកើតនេះគ្រោះថ្នាក់រហូតទៅដល់ចា100%ណាបងប្អូនចាគិតឲ្យពិចារណាទាំងអស់គ្នាចាហើយពួកអាអ្នកគេហៅថាលេងតាមសម្លេងតាម Facebook វាយប្រហារអាខាងលិចនេះចាងាកក្បាលទៅវាយប្រហារអាខាងកើតផងណាចាបើជ្រុលធ្វើជាចាអ្នកអង្គអាចក្លាហានខាងតេះដៀលគេណាតេះដៀលឲ្យខ្លាំងអាខាងកើតនោះដែលសពថ្ងៃនេះដែលវាគ្រោះថ្នាក់ខ្លាំងបំផុតគឺអាខាងកើតនេះណាចាដូច្នេះខ្ញុំសូមអស់យោបល់បងប្អូនពុកម៉ែទាំងអស់គ្នាចាសូមជម្រាបលា